បាទសួស្តីថ្ងៃនេះសូមជូនវីដេអូបន្តតាក់ទងទៅនឹងការដាក់លេខរៀងរបស់សិស្សឬក៏របស់បុគ្គលិកអញ្ចឹងការដាក់លេខរៀងជាមានជម្រើសច្រើននៅក្នុង Excel គឺយើងអាចដាក់បងម្ដងមួយលេខ enter ម្ដងមួយលេខ enter ទៅក៏ប៉ុន្តែការដាក់លេខរៀងរបៀបនេះគឺធ្វើឲ្យយើងមានការខាតពេលដែរបើសិនជាលេខរៀងមានច្រើនដល់រាប់ពាន់គឺចំណាយពេលយូរអញ្ចឹងការដាក់លេខរៀងនេះយើងមានជម្រើសច្រើនយើងអាចចុចលេខ1នៅក្នុងកឡោនទី1ហើយដាក់លេខ2នៅក្នុងកឡោនទី2បន្ទាប់មកយើងឈរនៅលើលេខរៀងទី1ហើយចុចម៉ៅឆ្វេងឲ្យជាប់អូសមកក្រោមត្រឹមលេខ2ហើយយើងងាក cursor ឬម៉ៅយើងឲ្យចំសំទោសណាងាកម៉ៅចំកន្លែងនេះឃើញលេខបូកពណ៌ខ្មៅចុចម៉ៅឆ្វេងឲ្យជាប់ហើយយើងអាចអូសតាមលេខរៀងដែលយើងចង់បានបាទអានេះមានជម្រើសមួយជម្រើសទី2ជម្រើសទី2បាទសំទោសជម្រើសទី3មិនជម្រើសទី2ហើយឥឡូវជម្រើសទី3យើងអាចមានជម្រើសផ្សេងទៀតយើងប្រើជាលក្ខណៈរូបមន្តយើងលក្ខណៈរូបមន្តគឺអាស្មើនៅលេខរៀងទី1ណា complete ឈរលើលេខរៀងទី1ស្មើ if បើកវងចោអុកនៅលើឬក៏ចុចនៅលើកូដនាមនិងនាមនៃលេខរៀងទី1ដោយលេខរៀងទី1វាចុចចំ C លេខ2នេះបាទកន្លែងនេះ C លេខ2អញ្ចឹងតមកដាក់សញ្ញាស្មើមួយទៀតដាក់គ្មានកដោ2ដងក្បៀគ្មានកដោ2ដងក្បៀហើយវាយលេខ1បិទមុខកញ្ចក់វិញរួចយើង enter បាទអញ្ចឹងវាអត់ទាន់ឃើញលោតលេខរៀងទេដោយសារយើងអត់ទាន់បញ្ចូលឈ្មោះអញ្ចឹងបើសិនជាបញ្ចូលឈ្មោះឧទាហរណ៍ខ្ញុំបញ្ចូលឈ្មោះថាស្រីសុជាតិតាអញ្ចឹងទៅអញ្ចឹងវានឹងលោតលេខរៀងទី1ឲ្យបាទលោតលេខរៀងទី1ឲ្យបើលេខរៀងទី2ឧទាហរណ៍សុភាអញ្ចឹងទៅបាទអញ្ចឹងវាអត់ចេញទេអញ្ចឹងដើម្បីបានចេញយើងដាក់សញ្ញាស្មើគឺចងរូបមន្តដូចគ្នាបាទស្មើហើយវាយពាក្យ if បើកវងចោឈរនៅលើលេខរៀងទីនៃឈ្មោះទី2ណាឈ្មោះនៃលេខរៀងទី2ដែលមាន C3 អញ្ចឹងលេខនេះលេខ3ត្រូវជាមួយនឹងកឡោនអក្សរ C នេះអញ្ចឹង C3 តមកដាក់សញ្ញាស្មើមួយទៀតអភ័ន្តរៈមានកដោ2ដងណាសំទោក្បៀមានកដោ2ដងទៀតក្បៀហើយយើងឈរទៅលើលេខរៀងទី1ដែលមាននេះលេខរៀងទី1គឺ B2 នេះកន្លោននេះលេខ2 B បាទអញ្ចឹងជួឈរ B ជួដេកលេខ2 B2 បន្តមកយើងយកទៅបូកនឹង1បូកនឹង1បាទបូកនឹង1ហើយយើងបិទវងចោលវិញបូកនឹង1មានឲ្យលេខរៀងទី2បូក1បានលេខរៀង2បាទ1បូក1បាន2បាទឃើញទេអញ្ចឹងទាំងអស់គ្នាគ្រាន់តែអូសមកយកជ្រុងចំលេខ2នេះអូសមកក្រោមមកវាអត់ឃើញលោតលេខរៀងទេក៏ប៉ុន្តែបើសិនយើងបញ្ចូលទិន្នន័យនៅកន្លែងកូដនាមនេះវានឹងចេញលេខរៀងឲ្យឧទាហរណ៍ថាយើងបញ្ចូលថាទីបណ្ណាអញ្ចឹងទាំងអស់នេះឃើញទេលោតលេខរៀងទី3ចូលដល់លេខរៀងទីប៉ុន្មានលោតលេខរៀងទីប៉ុណ្ណឹងបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេចប់ហើយអរគុណ